សួស្តីអ្នកនរគ្នាថ្ងៃនេះយើងត្រៀមចេញដំណើរទៅដើរលេងនៅភ្នំមួយដែលមានឈ្មោះថា Chingcheng Mountain ដែលស្ថិតនៅទីក្រុងឈឹងទូខេត្តស៊ីឈ្វ័ននៃប្រទេសចិនអ្នកនរគ្នាឥឡូវយើងកំពុងចាំនៅកន្លែងរថភ្លើងល្បឿនលឿនដើម្បីធ្វើដំណើរចេញទៅកាន់ភ្នំនោះហើយឥឡូវនេះយើងបានមកដល់កន្លែងយើងត្រូវចុះហើយមុនដំបូងយើងត្រូវscan passport យើងដើម្បីចេញពីកន្លែង station ហ្នឹងសិនដើម្បីយើងធ្វើដំណើរទៅរោតាក់ស៊ីដើម្បីជិះទៅកាន់ភ្នំហើយកន្លែងនេះខ្ញុំក៏បានដើរចូលមកលេងទៀតដោយសារកន្លែងនេះខ្ញុំដឹងឈ្មោះឯដែរតែនៅចិត្តកន្លែងរថភ្លើងដែលខ្ញុំចោះហ្នឹងក៏មើលទៅឃើញមានមនុស្សអ៊ូអរច្រើនដែរហើយណាមួយពួកខ្ញុំឃ្លានអីទៅក៏រោរបស់អីញ៉ាំសិននៅហ្នឹងហើយក៏ចូលបន្ទប់ទឹកបាត់ដៃបាត់ជើងសិនដោយសារពួកយើងមករៀងឆ្ងាយដែរហើយក៏អង្គុយសម្រាកប្រហែលជាកន្លះម៉ោងដើម្បីរោតាក់ស៊ីដើម្បីយើងធ្វើដំណើរឡើងទៅលើភ្នំទៀតដោយសារយើងអត់ទាន់ទៅដល់គោលដៅរបស់យើងទេហើយឥឡូវខ្ញុំដើរចេញទៅវិញហើយដើម្បីរោតាក់ស៊ីជិះឡើងទៅលើភ្នំហើយយើងត្រូវ check in ចូលហូតែលផងឥឡូវខ្ញុំបានចូលមកដល់ក្នុងតាក់ស៊ីហើយតាក់ស៊ីយើងបានកក់តាមapp TT ដែលជា app របស់ចិនហ្នឹងតែពេលដែលខ្ញុំមុនដែលខ្ញុំឡើងមកហ្នឹងពេលដែលខ្ញុំកក់ក្នុង app ហ្នឹងគឺតម្លៃត្រឹមតែ30យួនជាងឯងដូចជា40អីតែពេលដែលខ្ញុំមកដល់លើហ្នឹងក៏គាត់សុំយកតម្លៃថែមដូចជា130យរួមទៅវាគុណនឹង3គុណនឹង4នៃតម្លៃដើមតែពេលហ្នឹងខ្ញុំក៏ចង់តវែងឆ្ងាយទៀតហើយណាមួយពួកខ្ញុំហត់ដែរអញ្ចឹងទៅក៏សម្រាប់អូខេជាមួយគាត់ឲ្យលុយគាត់ថែមទៅហើយឥឡូវនេះខ្ញុំមកដល់ហូតែលហើយមកដល់មុខហូតែលហើយនៅមុខហូតែលខ្ញុំហ្នឹងភ្នំព័ទ្ធជុំវិញស្អាតហើយអ្នកនរគ្នាមានទឹកខទឹកអីមកដល់ចុះពីលើឡានមានអារម្មណ៍ថាស្រស់ស្រាយហើយកន្លែងនេះខ្ញុំចូលមកដល់ក្នុងហូតែលហើយក៏មានគេនាំផ្លូវយើងចូលទៅបន្ទប់ជួយកាន់អីវ៉ាន់ជួយកាន់អីឲ្យយើងនេះទស្សនវិជ្ជានៅជុំវិញហូតែលនៅក្នុងហូតែលរបស់ខ្ញុំស្អាតហើយអ្នកនរគ្នាមានកន្លែងផឹកតែមានកន្លែងអង្គុយនិយាយគ្នាលេងឬយើងផឹកកាហ្វេផឹកអីហើយឥឡូវនេះក៏ឡើងមកលើសិនដើម្បីគាត់នាំខ្ញុំយកទៅទុកអីវ៉ាន់ហើយទៅមើលបន្ទប់ហើយនេះទស្សនវិជ្ជានៅជុំវិញអ្នកគ្នានេះបន្ទប់ដែលខ្ញុំនៅស្អាតដល់អ្នកនេះក្រេ2រៀងធំដែរគ្នា3នាក់ម៉ោមហើយកន្លែងនេះពួកយើងបានសម្រាប់បានប្រហែលជាកន្លះម៉ោង1ម៉ោងដែរហើយឥឡូវយើងចេញដំណើរទៅរកអីញ៉ាំអាហារពេលយប់អ្នកនេះរៀងហត់ដែរតែក៏មកដល់សម្រាប់សិនទុកអីវ៉ាន់សិនហើយក៏និយាយគ្នាថាយើងញ៉ាំអីគួររកអីញ៉ាំហើយឥឡូវយើងចេញដំណើរដើរទៅពេលហ្នឹងថារោហៅតាក់ស៊ីដែរអ្នកនរគ្នាតែយើងចង់ដើរមើលជុំវិញហ្នឹងផងមើលការរស់ស៊ីរបស់គេមើលប្រជាជនគេរស់នៅជុំវិញហ្នឹងទៅក៏យើងសុខចិត្តដើរដោយសារមានមនុស្សដើរច្រើនដែរហើយណាមួយយើងចង់ដើរឡើងភ្នំលេងផងតែគាត់ថាផ្លូវរៀងតូចបន្តិចហើយអត់សូវមានភ្លើងអ៊ូអអត់មានសូវមានភ្លើងអញ្ចឹងរៀងល្ងិតអញ្ចឹងទៅមកដល់កន្លែងនេះខ្ញុំក៏បើក flash ដើរកុំឲ្យមានបញ្ហាអីចឹងដោយសារមានឡានបើកទៅវិញទៅមករៀងច្រើនដែរហើយឥឡូវយើងដើរមករហូតបានពាក់កណ្ដាលផ្លូវហើយរៀងឆ្ងាយពីហូតែលដែលខ្ញុំដេកដែរហ្នឹងតែយើងមកដើរលេងដើរឆ្ងាយប៉ុណ្ណឹងមានអារម្មណ៍ថាចិត្តដែរណានេះយើងអត់ទៅមានអារម្មណ៍ថាឆ្ងាយតែបើយើងដើរអញ្ចឹងនៅក្នុងក្រុងក្នុងអីមានអារម្មណ៍ថាឆ្ងាយតែមកតាមនេះយើងដើរទៅឮសលេងទឹកខូផងហើយតាមផ្លូវមានដើមឈើមានហាងមានអីជុំវិញនឹងភ្លើងគេបើកភ្លឺស្អាតដែរដើរទៅយើង enjoy នឹង view ទៅយើងអត់សូវហត់ហើយមកដល់កន្លែងនេះគឺល្ងិតខ្លាំងមែនទេណានេះសំបីតែភ្លើងមួយក៏អត់មានដែរហើយខ្ញុំដើរស្រាវខ្នងស្រាវ
lan màu đây xa pleu tầm muối hay đa lan đã vinh màu bao lươn lươn hay nhung ọt bên pleu màu cho muối thì đa bao flash tụ sạp hay về class lan mà cao chuyện cái play nhẹ đây này nè ta đang thầm mấy để xa ở đây bên nó miền miền từ nhung phụ nhung đá miền đẹp phết đá đây tay ấy dương đa kiên đây hai mà đo lại nó dương bro ban ấy nhắm này nhiều nhắm sạch ăn thì sạch cả đi mơ tới khơi từ nấu trên kế cơ trồ mà xạ mà nè buôn pram chỉ cả tới cái rồi đã đi chung quanh xa cái lại nhưng nhắm ấy giật đa màu riêng ngày đây vì cái này để nhom đây nó hơi có chập xanh đã trồ cái trai nhật rồi cái này có đa trồ từ rồi cái này coi hay có đa tạm ôm cột non đây rồi cái này coi hay cái này đi cột non mà mơ cái này lụ xa này hay cái này đi dương nhắm ấy hay có đa trên từ vinh tung gì mong pin đọc này rồi cái này đa vinh là ngắt chân tam play rồi pe mà nó mi bao lưng kiên năng là đọc pe vinh bật chân ở linh rồi miền tây lan môi pi dân đa riêng khai tay